ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមកធ្វើត្រីផ្លាទូប្រៃចំហុយទុកហូបបានយូរចាចំពោះរបៀបធ្វើគឺងាយស្រួលធ្វើមែនទេបងប្អូនគ្រាន់តែយើងរៀងប្រើពេលវេលាចាំដែលយើងត្រាំត្រីក្នុងទឹកអំបិលនេះយូរបន្តិចចាអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាចាត្រីផ្លាទូនេះខ្ញុំទិញមកពីផ្សារចំនួន1គីឡូហើយត្រីដែលយកមកធ្វើហ្នឹងបងប្អូនត្រូវជ្រើសរើសយកត្រីដែលនៅស្រស់ល្អដែលពោះវាអត់រលួយបងប្អូនហើយភ្នែកត្រីស្រស់គឺវានៅថ្លាវាអត់ល្អចឹងខ្ញុំទិញមកចំនួន1គីឡូដំបូងគឺខ្ញុំយកវាមកលាងទឹកហើយឆ្កឹះយកសកៃហើយនឹងគ្រឿងក្នុងវាចេញបងប្អូនគឺយកកតុយស្លាបព្រាខ្លីឆ្កឹះវាអញ្ចឹងមកហើយហូតដកវាមកបងប្អូនគឺយើងអត់ឆូតពោះវាទេណាគឺធ្វើដូចនេះខ្ញុំអញ្ចឹងទៅគឺវាងាយស្រួលចឹងខ្ញុំមិនធ្វើរបៀបនេះរហូតតតែអស់ចាប់ពេលដែលហូតហើយលាងក្នុងពោះវាឲ្យស្អាតទៅណាបងប្អូនបន្ទាប់ពីលាងរួចរាល់ហើយនឹងខ្ញុំមកលាយទឹកជាមួយនឹងអំបិលចាទឹកចំនួនទឹកនេះខ្ញុំដាក់លាយលើកដំបូងហ្នឹងគឺចំនួន1លីត្រកន្លះហើយអំបិលម៉ត់ហ្នឹងចំនួន10ស្លាបព្រាបាយកំប៉ុងបងប្អូនហើយកូរឲ្យអំបិលវារលាយសិនមកបន្ទាប់មកខ្ញុំយកត្រីផ្លាទូហ្នឹងយកមកត្រាំជាមួយទឹកអំបិលហ្នឹងរយៈពេល1ម៉ោងកន្លះបើសិនជាបងប្អូនចង់ឲ្យវាមានរសជាតិប្រៃជាងខ្ញុំហ្នឹងគឺអាចត្រាំរហូតដល់តែ2ម៉ោងទៅឬមួយក៏អាចបន្ថែមអំបិលលើនឹងទៀតក៏បានដែរតែខ្ញុំយកមកប្រៃល្មមបងប្អូនចឹងនេះខ្ញុំត្រាំរយៈពេល1ម៉ោងកន្លះចាឥឡូវម៉ោងកន្លះក្រោយមកនេះខ្ញុំយកត្រីហ្នឹងមកតម្រៀបដាក់ក្នុងកញ្ច្រែងឈើបងប្អូនហើយកញ្ច្រែងឈើនេះដែរខ្ញុំបានចងខ្សែហើយចំណែកត្រីនេះបើសិនជាបងប្អូនចង់ធ្វើដូចគេលក់គឺកាច់ក្បាលវាឲ្យកងុកកោងអញ្ចឹងមកគឺដូចគេលក់តាមផ្សារហើយជាពិសេសគឺជនជាតិថៃបងប្អូនដែលគេធ្វើលក់ជាទូទៅគេកាច់ក្បាលឲ្យវាកងុកអញ្ចឹងតែបងប្អូនធ្វើហូបខ្លួនឯងមិនបាច់ចាំកាច់ក៏បានដែរកាច់ឲ្យតម្រៀបដាក់នៅក្នុងកញ្ច្រែងហ្នឹងឲ្យពេញមកតាមទៀតខ្ញុំលាយទឹកអំបិលដើម្បីដាំយកទៅចំហុយត្រីហ្នឹងនេះខ្ញុំដាក់ទឹកចំនួន3លីត្រហើយអំបិលម៉ត់ចំនួន5ស្លាបព្រាបាយកំប៉ុងហើយនេះខ្ញុំកូរវារលាយបន្តិចមកនេះខ្ញុំនឹងយកទឹកហ្នឹងទៅដាំឲ្យពុះចាប់បន្ទាប់ពីទឹកនេះខ្ញុំដាំហ្នឹងពុះហើយនេះខ្ញុំបន្ថយភ្លើងឲ្យសល់ភ្លើងខ្សោយមែនទែនហើយរងចាំឲ្យទឹកនឹងវាស្ងប់សិនណាបងប្អូនកាលណាទឹកនៅភួលក្តៅអញ្ចឹងដាក់ត្រីចូលទៅធ្វើឲ្យស្បែកត្រីនឹងវារលាត់អស់អញ្ចឹងវាអត់ទំនងឆ្ងាញ់ទេហើយពេលដែលខ្ញុំយកត្រីនឹងដាក់ចូលក្នុងទឹកនឹងខ្ញុំបានដោតឈើមួយដើម្បីកុំឲ្យខ្សែនឹងវាធ្លាក់ចូលក្នុងទឹកពេលដែលយើងស្រង់ត្រីចេញមកវាពិបាកចឹងនេះខ្ញុំដាក់ត្រីក្នុងទឹកហ្នឹងគឺទឹកក្តៅបងប្អូនយកបានបិទភ្លើងទេណារយៈពេល15នាទីទៅដល់15នាទីក្រោយមកគឺយើងអាចស្រង់ត្រីនឹងចេញបានហើយត្រីវាឆ្អិនណាហើយពេលដែលខ្ញុំស្រង់ចេញមកខ្ញុំដាក់ត្រាំទឹកត្រជាក់ចំនួន1សន្ទុះតែ1សន្ទុះនោះមិនយូរទេបងប្អូនប្រហែលជា1នាទីអីទេហើយខ្ញុំស្រង់ចេញវិញទុកឲ្យត្រីនឹងវាសម្រក់ជាតិទឹកឲ្យស្រស់ល្អសិនហើយខ្ញុំនឹងយកទៅចៀនហូបហើយចំពោះត្រីនេះដែរយើងហូបមិនអស់ដាក់ក្នុងទូទឹកកកទៅបងប្អូនគឺថាយើងទុកហូបបានយូរមែនទែនចាឥឡូវខ្ញុំយកមកចៀនហូបចំនួន2យើងអាចយកទៅហូបជាមួយទឹកត្រីកោះកុងដូចនេះខ្ញុំអញ្ចេះក៏បានឬមួយក៏យកទៅធ្វើបុកព្រឹកបុកទឹកគ្រឿងអីហ្នឹងគឺយើងអាចយកត្រីនេះទៅធ្វើបានដូចស្លប្រហើរស្លអីហ្នឹងចាអញ្ចឹងវីដេអូរបស់ខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងហើយបងប្អូនកុំភ្លេចចុច like share និង follow page ខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា